បាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជឿថាបងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ទូរស័ព្ទប្រកាសជាធ្លាប់ជួបប្រទះនៅបញ្ហាដោយដែលខ្ញុំបានជួបក៏ដូចជាបងប្អូនផ្សេងទៀតបានជួបប្រទះដែរគឺនៅពេលដែលបងប្អូនប្រើប្រាស់នៅ app ជាច្រើនឬក៏ app មួយចំនួននៅលើទូរស័ព្ទដៃពេលដែលគ្រាន់តែបើកអ៊ីនធឺណិតពេលខ្លះមិនចាំបាច់ចុចប្រើ app នឹងផងគ្រាន់តែបាន install ឬក៏ដំឡើង app នៅលើទូរស័ព្ទដៃដំណើរការអ៊ីនធឺណិតវា load app load ពាណិជ្ជកម្មអីផ្សេងរញ៉េរញ៉ៃពេញហ្នឹងឬក៏នៅពេលដែលឧទាហរណ៍ដូចជាកម្មវិធីមួយនេះPDF reader ឬក៏ app ផ្សេងទៀតនៅលើទូរស័ព្ទដៃបាទដូចជាPlay Store អីហ្នឹងកម្មវិធី Play Store នេះគឺខ្ញុំបង្ហាញនៅលើ Android បាទនៅលើទូរស័ព្ទ Android អញ្ចឹងពេលបើកទៅវា load app ផ្សេងញ៉ៃញ៉ៃពីខ្លះ load ចុះឡើងរំខានរកតែប្រើប្រាស់កម្មវិធីអីផ្សេងទៀតក៏អត់បានដែរអញ្ចឹងតាមរយៈវីដេអូនេះខ្ញុំនឹងបង្ហាញពីដំណោះស្រាយដោយលើកយកប្រព័ន្ធ Android យកមកបង្ហាញអូខេដើម្បី block ad នោះលែងឲ្យវា load រំខានញ៉ៃញ៉ៃទី1បងប្អូនអរគ្នាសូមស្វែងរក setting បាទយើងទៅរក setting អញ្ចឹងដំបូងសូមចូលទៅកាន់ setting បាទចូលទៅកាន់ setting នៅពេលដែលបងប្អូនចុច setting ហើយគឺបងប្អូនស្វែងរកពាក្យ network and internet ប៉ុន្តែដល់ឡែកប្រព័ន្ធ Android មួយចំនួនហ្នឹងវាអត់មានពាក្យហ្នឹងទេបើមានពាក្យហ្នឹងសូមចុចនៅលើពាក្យហ្នឹងមកគឺ network and internet ប៉ុន្តែបើអត់មានទេគឺបងប្អូនរកមើលពាក្យនេះវិញ connection បាទនេះ connection អញ្ចឹងចុចលើ connection មកនៅពេលដែលចុចមកដល់ connection នេះហើយបងប្អូនចូលបន្តទៀតមកកាន់ more connection បាទ scroll មករកមើលពាក្យ more connection អញ្ចឹងពាក្យហ្នឹងឃើញហើយសូមចុចលើវាមកអូខេ more connection មកដល់ទីនេះសូមស្វែងរកមើលពាក្យថា private DNS អូខេអញ្ចឹងនេះគឺ private DNS ចុចលើវាមកវានឹងមានជម្រើស3គឺមាន off មាន automatic ហើយនឹង private DNS provider hostname នឹងមកដល់ទីនេះបើសិនបើទូរស័ព្ទរបស់បងប្អូនបានជ្រើសរើសយក off ឬក៏ automatic សូមដូរមកជ្រើសរើសយក private DNS provider hostname វិញអូខេអញ្ចឹងបងប្អូនចុចទៅលើ private DNS provider hostname ហ្នឹងមកដល់ពេលដែលចុចទីនេះវានឹង load ទាំងមួយឲ្យយើងសរសេរអញ្ចឹងសូមសរសេរនៅ command ចូលពាក្យនោះគឺសរសេរតាមនឹងមកគឺ DNS ចុច addguard ចុច com គឺ dns.addguard.com វាយតែពាក្យនេះចូលហើយបន្ទាប់មកគឺចុច save ជាការស្រេចអូខេតែប៉ុណ្ណេះទូរស័ព្ទរបស់បងប្អូនលែង load ad load ពាណិជ្ជកម្មរញ៉េរញ៉ៃនៅលើ app ណាមួយហើយអូខេប៉ុន្តែបាទប្រសិនបើមួយទៀតណាក្នុងករណីដែលបន្ទាប់ពីបងប្អូនចូលទៅកាន់ setting ហើយអត់ដឹងថាទៅរក private DNS នឹងនៅឯណាអញ្ចឹងពេលដែលចូលទៅដល់ setting ហើយវិធីមួយទៀតនោះងាយស្រួលកលេចមើលទៅរកicon search បាទស្វែងរកហ្នឹងក្នុង setting ចូលហើយយើងរកមើលកន្លែងណាជា icon ស្វែងរកអញ្ចឹងចុចលើវាមកបាទដើម្បីស្វែងរកពេលដែលចុចលើវាហើយសូមនៅកន្លែងសរសេរហ្នឹងបាទនៅកន្លែងសរសេរហ្នឹងបងប្អូនអាចសរសេរមកសរសេរពាក្យថាម៉េច private DNS បាទនេះអូខេអញ្ចឹងវាបង្ហាញមកហើយគឺ private DNS ដូច្នេះបងប្អូនអាចចុចនៅលើពាក្យ private DNS នឹងតែម្ដងទៅវានឹងចូលទៅកាន់ទីតាំងនៃពាក្យហ្នឹងបាទទៅកាន់ private DNS ហើយចុចលើវានឹងជ្រើសរើសយក private DNS provider hostname រួចវាយ command ចូលគឺ dns.addguard.com រួច save ជាការស្រេចដូច្នេះសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់